ប្រងើយកន្តែងតែមិនឃើញពីការខូចចិត្តដែលខ្ញុំម្ចាស់មានទេពេលដែលលោកគ្រូស្លាប់ខ្ញុំម្ចាស់បានខំអត់ទ្រាំសង្កត់ចិត្តទៅរាជវាំងឈឺមីងដើម្បីខ្ចីគុជព្រលឹងពីទ្រង់ក៏ប៉ុន្តែទ្រង់គ្មានថ្ងៃយល់នោះទេថាទ្រង់ធ្វើឲ្យខ្ញុំម្ចាស់អស់សង្ឃឹមហើយនឹងឈឺចាប់ប៉ុណ្ណានោះទេមិនមែនចឹងនោះទេពេលនោះខ្ញុំមិនដឹងថានាងត្រូវរបួសធ្ងន់បាននាងប្រាប់ថានាងប្រាឈាមបេះដូងរបស់ខ្លួនឯងមកជួយមកជានោះខ្ញុំនឹងឲ្យនាងខ្ញុំមិនឲ្យព្រោះតែដឹងថានាងការពារមកជាតែប៉ុណ្ណោះមែនខ្ញុំចំណាយនឹងមកជាតែអីខ្ញុំមិនដែរភ្លេចនាងនោះទេលើកលែងខ្ញុំផងទៅបានទេលើកលែងខ្ញុំផងទៅទ្រង់ថាទ្រង់មិនដែលភ្លេចខ្ញុំម្ចាស់មែនទេប៉ុន្តែខ្ញុំម្ចាស់ដឹងថាទ្រង់ចូលចិត្តរបស់អ្វីថ្មីប្លែកតែពេលបានហើយក៏បោះបង់ចោលមែនទេនាងនិយាយបែបនេះនាងគ្រាន់តែចង់ចូលរួចខ្លួននាងមិនដែលស្រឡាញ់ខ្ញុំនោះទេមែនទេនាងឲ្យខ្ញុំនឹងសៀននោះនៅជាមួយគ្នាស្រួលយ៉ាងនេះនាងស្អប់ខ្ញុំតាំងពីដំបូងតើត្រូវដែរទេអ្នកណាមិនធ្លាប់ធ្វើខុសនាងជាស្នេហាក្នុងមួយជីវិតរបស់ខ្ញុំហេតុអីបានជានាងមិនលើកលែងឲ្យខ្ញុំរឿងដែលទ្រង់បានធ្វើគឺចង់ឲ្យខ្ញុំម្ចាស់នឹងសៀននេះមានប្តីតែមួយពេលដែលត្រឡប់មកពីរាជវាំងជាមីងខ្ញុំម្ចាស់ពិតជាស្អប់ទ្រង់ណាស់តែពេលនៅរោងភ្នំយិនហោះចំហាយឈាមច្រើនគឺវិតាននឹងស្លាប់ខ្ញុំម្ចាស់ដឹងថានោះមិនមែនជាទឹកមុខរបស់ទ្រង់ទេតែខ្ញុំម្ចាស់ដឹងថាការឈឺចាប់របស់ខ្ញុំម្ចាស់ត្រូវបានបញ្ចប់ហើយអីជុំនិយាយទៅនេះជីនទ្រង់ជាបរិសម្នាក់គត់ដែលខ្ញុំម្ចាស់ស្រឡាញ់ពេញបេះដូងរយៈ 140000 ឆ្នាំតែពួកយើងមិនអាចត្រាប់ដូចដើមទេវាមិនអាចទៅរួចទៀតទេខ្ញុំដឹងថាយឺតពេលហើយនាងក៏មិនចាំខ្ញុំទៀតដែរពីថ្ងៃនេះតើពួកយើងគឺជាអ្នកដទៃពីផ្អែមល្ហែមប៉ុន្តែបាននិយាយទៅធ្វើឲ្យមនុស្សឈឺចាំម្លេះត្រង់មកពេលនេះចុះមេចិត្តភ្លៀងហើយឆាប់តាទេវតាមករកអ្នកមីងមែនទេម្សិលមិញនាងមកវិញ
ថ្ងៃនេះនាងតាណាទៀតហើយ ទៅឋានលើឬទៅយល់ថាថ្នាំនៅឋានលើអាចព្យាបាលរបួសអ្នកមីងបានក៏នាំអ្នកមីងទៅឋានលើតែម្ដងទៅហើយខ្ញុំក៏មកទីនេះតែម្នាក់ឯងវិញ ឯណាចិន ពូទី4ទៅផ្សារគឺទៅរកបន្លែស្រស់គឺធ្វើម្ហូបឲ្យលោក អ្វីដៃមិននឹងដូចហ្វុងជាវទៅគេចង់ធ្វើបានជាងផងត្រូវហើយយើងមានរឿងសំខាន់ប្រហែលថ្ងៃនេះគឺប៉ាឈៀនយកមកយានមកវិញហើយដាក់នៅក្នុងរូងភ្នំយានហួងតែមិនដែរទេ អូត្រូវហើយគឺនិយាយចឹងមែនតែមិនមែនអ្នកមីងជាអ្នកយកទៅទេគឺត្រឡប់មកវិញគាត់ត្រូវរបួសធ្ងន់គឺរាជទាជាតិជាអ្នកយកទៅតែប៉ុណ្ណោះទេគឺប៉ុណ្មែនណា ចិនគឺមិនទាន់មកវិញឯនាំយើងទៅមើលមកយានទៅ បានមកតាមខ្ញុំតោះ យើងចូលទៅដល់ខ្លួនឯងវិញឯងទៅវិញចុះ បាទ អូកុំអោយអ្នកណាដឹងថាយើងមកមើលមកយានឲ្យសោះ បាទដឹងហើយ ជាយានមកផឹកស្រា គ្មានស្រាណាឆ្ងាញ់ជាងរបស់យើងនោះទេឯងខ្ជិះខ្ជាយប្រាក់ទៀតហើយ នេះជាស្រាល្អនៃឈិនឈៀវយើងទ្រាំទៅមិនអីទេ ហើយថ្ងៃនេះខ្លាចតែគ្មានពេលនោះទេយើងបញ្ញាប់ទៅសួនផ្កាប៉េះវិញ ទៅវិញហ៎ក្រែងលោកថានៅរូងកញ្ជ្រោងនេះពី3ថ្ងៃតើមែនទេ យើងនឹកឃើញពីវិធីព្យាបាលរាជបុត្រធំហើយត្រូវបញ្ញាប់ទៅវិញរៀបចំថ្នាំសិនទៅបាន អេប៉ុន្មានណា អញ្ចឹងឆាប់ទៅ ណែឆាប់ត្រឡប់មកវិញណា ដូចយើងគិតអញ្ចឹងភ្នំខុនលុនមានស្ថានជាឆ្អឹងនេះមកយានទៅបានក៏នៅមានចំហាយខ្លះនៅឯជើងភ្នំទីនេះច្បាស់ណាស់ថាមានរឿងចម្លែកកើតឡើងទេវតាជើយានឯងគឺសិស្សទី2នៅភ្នំខុនលុនអូ យើងធ្លាប់ឃើញឯងពេលដែល CN នៅទីនេះត្រូវហើយពេលនោះខ្ញុំមានសំណាងបានជួបនឹងទេវតាពេលដែលខ្ញុំឲ្យចំណីសត្វរបស់លោកគ្រូឬពួកវាស្រែកខ្លាំងក៏ដឹងថានៅមានភ្លៀងមកមិនស្មានថាលោកទេវតាសោះសុំសួរថាលោកទេវតាមកខុនលុនតើមានអ្វីឲ្យខ្ញុំជួយបានដែរឬទេកាលបីដានៅរស់យើងបានយកវត្ថុទឹកនៅក្រោមភ្នំខុនលុនពេលវេលាកន្លងផុតទៅយូរហើយយើងចង់មកមើលតែប៉ុណ្ណោះទេណាខ្ញុំធ្លាប់លើលោកគ្រូនិយាយពីវត្ថុទឹកនេះទេវតាសូមអញ្ជើញនំខុនលុនពេលនេះមានតែឯងម្នាក់ទេ70000ឆ្នាំនេះអ្នកដែលមានផ្ទះគឺត្រឡប់ទៅវិញហើយឯអ្នកដែលគ្មានផ្ទះគឺតាមរក CN និងលោកគ្រូតែម្ដងសើឡាំងគឺមកសម្អាតនៅទីនេះជាប្រចាំដែរពេលឮស្ដេចជមរាជថាធ្លាប់ឃើញ CN គេសប្បាយចិត្តខ្លាំងណាស់ក៏ទៅថែកណ្ដាលតាមរកគេប្រាប់ឲ្យខ្ញុំនេះមើលថាសត្វស្លាបទាំងអស់នេះថែមទៀតអូលីចិនគឺធ្លាប់ឃើញ CN ទេក៏មិនដឹងថាពិតឬក៏ខ្លាំងដែរតែសើឡាំងចុះពីភ្នំទៅរកហើយ
តនឈិនឈៀវក៏មានមីគូជាអ្នកយាមដែរនៅឋានលើទាំងមូលអ្នកយាមម្នាក់ក៏គ្មានខ្ញុំម្ចាស់យល់ថាបែបនេះដូចជាមិនសមសោះ ថ្ងៃនេះទេវតាកំពុងពោះត្រូវវឹកហាត់អញ្ចឹងពួកគេត្រូវចូលរួម ការប៉ັດគឺមិនការប្រជុំទេ ឈិននៅពេលអូននៅឋានកណ្ដាលនោះជួយជិនអូនតែងតែពិភាក្សារឿងនេះជាមួយគេប្រកាសជាយល់ពីរឿងនេះច្បាស់រាប់ពាន់ឆ្នាំមកនេះគ្មានអ្នកណាអាចទប់ទល់ជាមួយនឹងទេវតាកំពុងខ្ពស់បាននោះទេបានជាមួយនៅថ្ងៃនេះអូនមកឋានលើចាំថាពេលនេះអូនបានមកដល់ទៅហើយនោះអូនត្រូវសារលបងជាមួយគេទៅ មានបន្ទូលត្រូវមានបន្ទូលត្រូវនៅថាពេលត្រង់មានប្រជជន30000ឆ្នាំខ្លាចជាទេវតាព្រះអង្គក៏បកលរាជវាំងស៊ីអ៊ូនោះមកឲ្យ ត្រូវហើយ ប៉ុន្តែខាងក្នុងងឹតដូចជាពិធីជប់លៀងនៅសមុទ្រខាងកើតយ៉ាងអញ្ចឹង ព្រោះអូនមិនអាចត្រូវពលិខ្លាំងពេកនោះទេ ដើម្បីខ្ញុំម្ចាស់ហ៎ ឈិនបងនាំអូនចូលក្នុង អ្នកណាដឹងថាមកឋានលើត្រូវលោតចូលមិនច្បាញ់ចូលតាមខ្លាំងទ្វារ ចូលតាមខ្លោងទ្វារប្រកាសជាត្រូវអ្នកបម្រើទៅនោះផ្ដល់ដំណឹងសម្លេងនោះពិតជារំខានខ្លាំងណាស់វានឹងលុតចូលមក លោតចូលមកក៏ល្អដែរត្រូវហើយថ្ងៃនេះពួកយើងមកលៀនណាស់ជាអ៊ីននៅមិនតាន់ចុករាជកិច្ចមកកំប្រាប់ថាត្រង់មិនបានប្រាប់គេឲ្យគេទៅឆេងឆាវឲ្យសោះណាឲ្យគេមានពេលដើរលេងត្រង់មានបន្ទូលត្រែងមិនចូលតាមខ្លាំងទ្វារក៏ល្អដែរកុំឲ្យទេវតាទៅនោះភ្ញាក់ផ្អើលមិនអញ្ចឹងនឹងមានភាពរំខានមកសម័យពួកយើងត្រឡប់មកវិញជប់ជ្រៅណាស់របាយការណ៍ទាំងអស់នោះត្រង់អានចាប់ហើយណាអរិយយាតដែលមានប្រភពស្ងប់ស្ងាត់ដូចជាតង្ហួរថ្ងៃនេះគេក៏អាចបង្ហាញទឹកប្រភពជារបៀបប្រុសក្មេងដែរកំរមែនខ្ញុំម្ចាស់មានរឿងមួយចង់និយាយជាមួយត្រង់ មានរឿងមកចត់ចាន់នេះមានរឿងអីឆាំនិយាយទេ ខ្ញុំម្ចាស់មកឋានលើនេះដើម្បីព្យាបាលរបួសពី3ថ្ងៃខ្ញុំម្ចាស់មកស្ងាត់មិនបានតាំងនាមជាទេពអប្សរនោះទេក៏មិនអាចឲ្យត្រង់រៀបចំការទទួលធំដុំអ្វីដែរមិនអញ្ចឹងខ្ញុំម្ចាស់ទៅស្នាក់នៅដំណាក់ឈីងអ៊ីងពី3ថ្ងៃទៅ អូនចង់ទៅដំណាក់អាលី មិនល្អទេខ្ញុំម្ចាស់ បងរៀបចំដំណាក់ឲ្យអូនរួចហើយ ត្រូវហើយរឿងលោកគ្រូ អត់មានអ្នកណាដឹងនោះទេ ក្នុងដំណាក់ត្រង់មានដាប់កាពេដែរ
គឺយកមកពីសួនផ្កាប៉ែមែនទេ បងដាំវា300ឆ្នាំហើយនេះជាលើកទី1ហើយដែលអូនមកដល់វាក៏រីក 300 ឆ្នាំតែចេញផ្កាត្រង់ពិតជាអំណត់មែនដំណាក់មកហ្វាំងនេះគឺមានឈ្មោះល្អស័ក្តិសមនឹងរាជវាំងស៊ីអ៊ូណាហេតុអីខ្ញុំឈានជើងចូលដំណាក់នេះមានអារម្មណ៍មិនសូវល្អអញ្ចឹងហេតុអីតែទេពអប្សរពិសាតែព្រះមហេសីព្រះមហេសីពិតជាព្រះមហេសីមែនខ្ញុំម្ចាស់រងចាំត្រង់អស់300ឆ្នាំហើយជាងគៀងរបស់រាជបុត្រគឺពិតជាស័ក្តិសិទ្ធិណាស់គឺពិតជាដូចព្រះមហេសីខ្លាំងណាស់គឺពិតជាដូចព្រះមហេសីពិតមែននាងច្រឡំមនុស្សហើយខ្ញុំគឺប៉ៃឈៀននៅឈិនឈៀវមិនមែនជាមហេសីដែលនាងនិយាយទេណែនាងគឺជាទេពអប្សរផាយឈៀនគេមកស្នាក់នៅទីនេះ2 3ថ្ងៃនាងបំរើគេទេឆាប់ក្រោកឡើងគេនឹងទៅអាំងទឹកលីងប៉ាវនាងឆាប់ទៅរៀបចំទេព្រះពរសម្រាប់សិនទេយើងនឹងទៅរកអាលីបានថាម៉េចទេពអប្សរប៉ៃឈៀនមកឋានលើព្រះមេព្រះមហេសីគេចូលតាមច្រកទ្វារខាងត្បូងពេលនេះគឺនៅដំណាក់មកហ្វាងអញថាម៉េចនឹងនៅដំណាក់មកហ្វាងកន្លែងនោះក្រែងរាជយិត្តមិនឲ្យអ្នកណាចូលទេមែនទេត្រូវឲ្យព្រះមហេសីខ្ញុំម្ចាស់ក៏ចម្លែកដែរ300ឆ្នាំនេះរាជយិត្តការពារទីនោះណាមិនឲ្យអ្នកណាម្នាក់ចេញចូលទីនោះទេពេលនេះស្រាប់តែនាំស្រីម្នាក់នោះចូលទៅវិញសៀននោះយើងយល់ថាប៉ៃឈៀននោះពិបាកតបទល់ណាស់ហេតុអីទៅព្រះមហេសីរាជយិត្តល្មើសនឹងច្បាប់របស់ខ្លួនឯងម្ដងហើយម្ដងទៀតដើម្បីតែនាងយើងតែងតែលួងខ្លួនឯងថាមិនអីមនុស្សដែលត្រង់ស្រឡាញ់បានស្លាប់ហើយតែពេលនេះសៀនូអញជួយយើងមែនទេមិនថាមានរឿងអីអញនឹងជួយយើងយកចិត្តយកហួរឲ្យបានមែនទេសូមព្រះមហេសីទុកប្រតិចុះមួយជីវិតនេះខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់នឹងជួយទ្រង់រហូតព្រះមហេសីកុំបារម្ភព្រះមហេសីកុំខ្លាចអីនាងតែមកឋានលើមិនទាន់ស្គាល់ឋានលើច្បាស់ទេតែពួកយើងនៅទីនេះអស់រាប់ម៉ឺនឆ្នាំហើយត្រូវហើយខ្ញុំមិនត្រូវស្លន់ស្លោទេខ្ញុំជាព្រះមហេសីរៀបការចូលវាំងស៊ីអ៊ូខ្ញុំមិនត្រូវខ្លាចទេខ្ញុំត្រូវគិតថាត្រូវកម្ចាត់នាងដោយរបៀបម៉េចវិញព្រះរាជយិត្តសពតិផ្កាប៉េះខ្លាំងណាស់ហ៎ព្រះមហេសីចូលចិត្តផ្កាប៉េះណាស់ព្រះមហេសីទៅបាន
រាជយាតក៏ដាំផ្កាប៉េះពេញរាជវាំង នាងនិយាយនោះគឺមេដារបស់អាលីហ៎ ទេពអប្សរក៏ធ្លាប់ឮដែរ ពេលជួបអាលីគេក៏និយាយរឿងនេះប្រាប់ខ្ញុំ ព្រះមហេសីផ្ដល់កំណត់ដល់រាជបុត្រហើយក៏ចាក់ចេញទៅតាំងពីតូចមកគឺខ្ញុំម្ចាស់ជាអ្នកមើលថែរាជបុត្រមេដា អញមកហើយ អូណៃយ៉ាងម៉េចហើយមិនអីទេខ្ញុំម្ចាស់របត់ដៃសូមអភ័យទោស មេដារបស់គេប្រសពគេហើយក៏ចាក់ចេញមិនបានទទួលភាពរីករាយខ្ញុំត្រូវមកធ្វើជាម្ដាយចុងទៀតអ្នកបម្រើនេះច្បាស់ជាពិបាកមើលហើយពិតជាអ្នកបម្រើស្មោះស្ម័គ្រមែន មេដាបបាត់ មេដាសុខភាពមិនសូវល្អឲ្យបិតាបបត់ទៅ អាលីដឹងហើយមេដាគឺមានបាត់មួយទៀតតើត្រូវទេ បត់ ក្នុងសភៅសរសេរបែបនេះមនុស្សស្រីពពោះមិនឲ្យពកូនផ្សេងនោះទេខ្លាចធ្វើឲ្យប៉ះពាល់ដល់កូនហ្នឹងណាត្រូវឲ្យប៉ះពាល់ដល់កូនគេមិនអាចពអ្នកផ្សេងបាននោះទេ បត់តែធំប៉ុណ្ណឹងមិនក៏ដឹងថាអាចប៉ះពាល់ដល់កូន បុត្រអាលីអ្នកណាឲ្យសភៅនេះបុត្រទៅ គេឆាំងអ៊ីប្រាប់បុន ឈិញអ៊ីទៀតហើយ ឈិញអ៊ីនោះគួរឲ្យចាប់អារម្មណ៍ណាស់ ទោះជាទេពអប្សរមានកូនតែហេតុអីក៏រាជបុត្រមុខក្រហមក៏ខ្ញុំសប្បាយចិត្តបើមេដាមានបាត់មែនអញ្ចឹងខ្ញុំឡើងជាអ្នកដាក់ក្មេងជាងគេនៅឋានលើទៀតហើយ ឈិនមិនចឹងរៀបអភិសេករួចជាមួយទៀតទេ បាត់បត់នោះត្រង់ជាអ្នកប្រសោតខ្ញុំម្ចាស់ក៏រីករាយអាលីក៏មកហើយដែរពួកយើងនាំគ្នាទៅសាំងឈិញទៅ តែ សូមគោរពរាជយាន ជាហោបើខ្ញុំម្ចាស់មកក្នុងនាមជាអ្នកនាងរបស់ទ្រង់តើមានអ្នកបម្រើប្រមាណអ្នកនាំផ្លូវ គឺ10នាក់ហេតុអីទេ មានអារម្មណ៍ថាឋានៈរបស់ខ្លួនឯងធ្លាក់ចុះមិនមែនជាកំណត់ល្អអីសោះ ពេលដែលអូនខ្លាយទៅជាមហេសីរបស់ព្រះទាយានប្រកាសជាមានអ្នកបម្រើ24នាក់ហើយនៅមានអ្នកប៉ិនប្រសព4នាក់ទៀត អញ្ចឹងគ្រាន់បានតែ សូមគោរពរាជយាន នៅមានស្រែទៀត នេះជាស្រះផ្លែឈើបើអាលីចង់ផឹកឯងយកគេផឹកបន្តិចมันអាចឲ្យច្រើនទេគេអាចផឹកបានត្រឹមតែពាក់កណ្ដាលតែប៉ុណ្ណោះ ធ្វើជាពុកផងម៉ែផងមិនស្រួលទេ ច្រើនឆ្នាំមកនេះទម្លាប់ហើយផ្កាប៉េះគូលើផ្លិតពិតជាស្អាតប៉ុន្តែនៅខ្វះកំណាព្យខ្ញុំបោះបន្ថែមពាក្យកំណាព្យឲ្យខ្ញុំបោះទៅរកនៅដំណាក់សភៅចុះណា ល្អ មេដាបាច់កាប់បេះដាទៅវិញអញ្ចឹងត្រង់មិននៅអាំងទឹកជាមួយពួកយើងទេឯង ព្រះអញប្រកល់ការងារធំដល់បិតារបស់បនទ្រង់ទៅធ្វើកិច្ចការរបស់ទ្រង់ហើយ ជាស្រីធម្មតាម្នាក់អូនជួយចិត្តផ្កាប៉េះពេលនេះគឺជាទេវតាប៉ុន្តែអូននៅតែចូលចិត្តដដែលឈិនអូនក៏ហក់ខ្លួនឯងឬមួយក៏អូនលាក់បាំងជាមួយនឹងបងទំនាក់ទំនងជាងទាំងពីរមិនជ្រៅដូចជាទំនាក់ទំនងជាមួយអូនហើយនឹងមកជានោះទេប៉ុន្តែអូនគឺជាស្រីដែលបងស្រឡាញ់ក្នុងមួយជីវិតនេះបងប្រកាសជារងចាំគឺចាំអូនមកភ្លេចមកជា
ស្រីរកខ្ញុំទេរាជយាតមកដំណាក់ជីឈិនវិញហើយបើឯងមិនស្រវាឱកាសនេះទេក៏មិនទោសថាយើងមិនជួយនៃរបស់បងស្រីខ្ញុំមិនចាំមិនសូវយល់ទេនេះគឺជាសុបបើកម្លាំងរាជយាតតែត្រឡប់មករាជវាំងស៊ីអ៊ូយប់នេះត្រូវបំរើទ្រង់ឲ្យបានល្អផងណាចុះបើសិនជាត្រង់ខ្ញាល់នោះឯងពិតជាមិនយល់ពីត្រង់ទេបើត្រង់មានតំណែងតំណងស្និទ្ធស្នាលនឹងអ្នកណាម្នាក់ត្រង់នឹងទទួលខុសត្រូវឯងមិនចាំបាច់ខ្លាចត្រង់ខ្ញាល់នោះទេឯងជាអ្នកជួយជីវិតអាលីត្រង់មិនយកជីវិតឯងនោះទេនៅមានយើងជួយឯងទៀតនៅដំណាក់ស៊ីអ៊ូឯងពឹងពាក់បានតែយើងប៉ុណ្ណោះហើយយើងក៏គ្មានបងប្អូនផ្សេងក្រៅពីឯងនោះដែរអរគុណបងស្រីទេពអប្សរអញ្ជើញមិញនេះជាស្រាផ្លែព្រូនចុះនេះទេពអប្សរនេះគឺជាស្រាក្រូចខ្វិញផ្លែក្រូចយើងនៅឈិញឈាវចូលចិត្តហូបក្រូចជាមួយនឹងអាលីនណាត្រូវហើយមេដាចូលចិត្តបេះក្រូចបញ្ចុកបាត់ណាស្វឹងហើយខ្លួនគេក្តៅយ៉ាងនេះមិនមែនធ្វើប៉ុតទេមិនចេះអត់ត្រង់អីសោះនេះគឺជាលើកទី1ដែលរាជបុត្រផឹកស្រាច្រើនយ៉ាងនេះខ្ញុំម្ចាស់គួរតំណរាជបុត្រទៅដំណាក់ស្ដេចទេពហើយមិនបាច់ទេខ្ញុំផឹកស្រារាប់ម៉ឺនឆ្នាំទៅហើយក៏ជាអ្នកជំនាញម្នាក់ដែរអាលីផឹកមិញនេះជាស្រាផ្លែឈើប៉ុណ្ណោះគ្មានបញ្ហាអីទេមិនបាច់បារម្ភនោះទេខ្ញុំម្ចាស់ខ្លាចមានរឿងអាក្រក់កាត់ឡើងគេគឺជាកូនប្រុសមិនចាំបាច់ថ្នាក់ថ្នមដល់ថ្នាក់នេះទេជឿយើងទៅណាយកគេទៅសម្រាប់ទៅបីយាមទៀតគេដឹងខ្លួនវិញហើយប្រមេអញ្ជើញទេពអប្សរអ្នកបម្រើម្នាក់នេះស្មោះត្រង់នឹងម្ចាស់របស់គេណាម្ចាស់របស់គេតែបាត់300ឆ្នាំហើយត្រូវទេខ្ញុំម្ចាស់មិនសូវដឹងពីរឿងរាជវាំងស៊ីអ៊ូនោះទេរឿងក្នុងរាជវាំងរាជយានពួកនាងមិនដឹងទេខ្ញុំម្ចាស់គ្រាន់តែដឹងថាកាលនោះរាជវាំងស៊ីអ៊ូមានរឿងព្រះអិនក៏ទម្លាក់អ្នកយាមនិងអ្នកបម្រើទាំងអស់ទៅឋានក្រោមវិញមើលទៅព្រះអិនគឺចង់បាត់បង់រឿងនេះអញ្ចឹងបានជាអ្នកឈិញឈាវលើតែយៈហោស្រឡាញ់ស៊ូជីនការប៉ັດតែគេនៅមានអ្នកម្នាក់ផ្សេងទៀតខ្ញុំស្មានថាស៊ូជីនជាម្ដាយរបស់បុត្រគេយើងមកឋានលើជាលើកទី1មិនស្គាល់ផ្លូវដូច្នេះនាងអាចនាំយើងទៅកាន់ដំណាក់សៀវភៅរបស់ព្រះរាជយាទេទេពអប្សរអញ្ជើញតាមខ្ញុំម្ចាស់ព្រះរាជយានមានរឿងអីទេខ្ញុំម្ចាស់រងចាំត្រង់យូរហើយរាជយានអាចស្ដាប់ខ្ញុំម្ចាស់និយាយពី3ម៉ាត់ទេកាលនោះខ្ញុំម្ចាស់ជួយរាជបុត្រក៏មានឱកាសបម្រើត្រង់ប្រហែលថ្ងៃដែរ
នោះគឺជាសំណាងរបស់ខ្ញុំម្ចាស់ប៉ុន្តែលើកនេះសំការអនុញ្ញាតពីរាជទាយាទមកធ្វើជាអ្នកបម្រើនៅក្នុងរាជវាំងស៊ីអ៊ូនេះក៏ជាកំហុសរបស់ខ្ញុំម្ចាស់ដែរដូច្នេះខ្ញុំម្ចាស់សម្រេចចិត្តចាក់ចេញពីឋានលើទៅសមុទ្រខាងកើតវិញព្រះពរចំណែកឯសុបពៅនេះវិញខ្ញុំម្ចាស់មិនដឹងថាព្រះរាជទាយាទអាចសោយហើយនោះបញ្ចប់តំណែងតំណងរបស់ខ្ញុំម្ចាស់នឹងត្រង់ដែរទេព្រះពរជាងគ្មានតំណែងតំណងជាមួយនាងទេទោះជានាងជួយជីវិតអាលីម្ដងជាងហើយនឹងនាងនៅតែជាម្ចាស់និងអ្នកបម្រើសុបនេះចាត់ទុកថាចប់ទៅចុះមិនចាំបាច់នោះទេនាងពិតជាចង់ឲ្យយើងសោយមែនខ្ញុំម្ចាស់ធ្វើសុបនេះប្រកាសជាចង់ថ្វាយរាជទាយាទសោយហើយព្រះពររាជទាយាទហេតុអីក៏រាជទាយាទត្រង់យើងសួរនាងរឿងមួយរាជទាយាទចង់សួររឿងអីទេប្រហែលថ្ងៃមុននាងទៅសមុទ្រខាងកើតពីព្រោះខ្ញុំម្ចាស់នឹកដល់បងប្រុសតែខ្ញុំម្ចាស់ត្រឡប់ទៅវិញនាងដឹងថាថ្ងៃដែលនាងទៅនោះគឺជាថ្ងៃដែរតែជិញ្ចុះទៅឋានកដាសាលបងដែរទេខ្ញុំមិនចាំដឹងទេពេលដែលគេច្រានទិញជីងធ្លាក់ចូលទឹកប៉ាឈៀនក៏ត្រូវគេច្រានដូចគ្នាដែរហើយយើងបានបិទកម្លាំងធាតុរបស់នាងបាននាងប៉ះត្រូវទឹកនឹងស្លាប់ប៉ាត់មែនទេគ្រោះថ្នាក់ខ្លាំងណាស់ពិតជាគ្រោះថ្នាក់ពិតជាគ្រោះថ្នាក់នាងប្រហែលជាដឹងពីឋានៈរបស់ប៉ាឈៀននៅក្នុងលោកនេះអញ្ចឹងជិញ្ជាវហើយនឹងឋានលើប្រកាសជាមិនលើកលែងឲ្យអ្នកដែលច្រាននាងនោះទេម៉ាឈីនាងពិតជាមិនខ្លាចសមុទ្រខាងកើតរបស់បងប្រុសនាងខ្លាចទៅជាយ៉ាងម៉េចទេនាងមិនខ្លាចថាត្រូវទេវតាឲ្យនាងចាប់ជាតិទៅជាសត្វដែរទេខ្ញុំម្ចាស់ខ្វះការកាន់សម្រាប់ទាយាទលើកលែងតបើនាងមិនបានជួយជីវិតអាលីទេនាងស្មានថាខ្លួនឯងរស់ដល់ពេលនេះមែនទេខ្ញុំម្ចាស់ល្ងងខ្លៅសំត្រង់លើកលែងតសំត្រង់លើកលែងតប្រាប់ជាងភ្លាមតើសុបនេះបានដាក់ថ្នាំអ្វីទៅគឺធ្វើឲ្យត្រង់ស្រឡាញ់ខ្ញុំម្ចាស់ពេលដែលសោយវារួចហើយខ្លាំងដល់ម្លឹងហើយអ្នកណានាងទៅគឺខ្ញុំម្ចាស់តែញមកពីឋានកណ្ដាលព្រះពរឋានកណ្ដាលមែនទេនាងស្មានថាថ្នាំនៅឋានកណ្ដាលអាចមានប្រសិទ្ធភាពជាមួយយើងខ្ញុំម្ចាស់ព្រះរាជទាយាទខ្ញុំម្ចាស់បានឮថាទ្រង់កំពុងតែដាក់ទោសមកឈិញក៏ប៉ុន្តែមិនថានាងធ្វើខុសអ្វីធ្ងន់ធ្ងរយ៉ាងណាទេគឺមកពីនាងស្រឡាញ់ទ្រង់ខ្លាំងពេកព្រះពរម្ចាស់យល់ដល់គុណដែលនាងធ្លាប់បានជួយជីវិតអាលីសូមទ្រង់ទុកជីវិតអានាងផងទៅទីនេះគឺអត់មានអ្នកយាមទេខ្ញុំមិនមែនមកចាំពេលដែលពួកគេកំពុងតែប្រឡែងគ្នាទេដឹងយាយ
ធម៌ជាមនុស្សស្ងប់ស្ងាត់តែគេក្មេងហើយរឹងមាំខ្លាំងណាស់អ្នកបម្រើនៅឋានលើក៏ស្រស់ស្អាតទៀតទោះជាគេមើលរាជកិច្ចច្រើនងើបមុខឡើងក៏ឃើញអ្នកបម្រើដ៏ស្រស់ស្អាតនៅបម្រើគេប្រកាសជានាំយើងឡើងក្រែមិនខានតែឆ្ងាយល្អជាងឈិនមកដល់ហើយចង់ទៅវិញយ៉ាងម៉េចនឹងយើងបានសរសេរកំណត់នៅលើផ្លិតរួចហើយឆាំមកយកទេបានចាំមើលស្រីបម្រើដែលត្រង់ចូលចិត្តនោះមានមុខមាត់យ៉ាងម៉េចទេណែតែមានរឿងអីទេភ្នែកមីគូដ៏ស្រស់ស្អាតរូបរាងគេក៏មិនអន់ដែរតែគេមិនស័ក្តិសមនឹងភ្នែកមីគូនេះទេកែភ្នែករបស់នាងគឺស្រស់ស្អាតខ្លាំងណាស់ស៊ូព្រះនាងម៉ាឈីរាជវាំងស៊ីអូយើងគ្មានកន្លែងស័ក្តិសមជាមួយនាងទេព្រឹកស្អែកត្រឡប់ទៅសមុទ្រខាងកើតវិញទេហើយតែនាងមិនបង្ករឿងទៀតនោះរឿងកាលពីមុនជាងមិនដេញដោលទៀតនោះទេទុកថានេះជាគុណជួយជីវិតអាលីចុះសុជីននាងរួរីខ្លាំងណាស់បើមិនអាចទ្រាំមើលព្រះនាងម៉ៅឈីងហេតុអីបានជាមិនសុំព្រះអិនចេញរាជបញ្ជានាងរៀបការជាមួយស្ដេចប្រជុំនេះខាងកើតទេព្រះអង្គខ្ញុំម្ចាស់ល្ងងមួយពេលទៅដាក់ថ្នាំចូលទៅក្នុងស៊ុបនោះព្រះអង្គចង់ដាក់ទៅខ្ញុំម្ចាស់យ៉ាងណាក៏បានដែរក៏ខ្ញុំម្ចាស់មិនប្រកែកដែរទោះជាមួយថ្ងៃខ្ញុំម្ចាស់ត្រូវរន្ទះបាញ់49ដងក៏ខ្ញុំម្ចាស់មិនខ្លាចដែរសំត្រឹមតែត្រឹមកុំឲ្យខ្ញុំម្ចាស់ចាក់ចេញពីវាំងស៊ីអូអីបំណងមួយជីវិតនេះរបស់ខ្ញុំម្ចាស់គឺនៅក្បែរទ្រង់បំរើទ្រង់អស់មួយជីវិតព្រះមហាក្សីលើកមិនខ្ញុំម្ចាស់ច្រឡំនឹងទ្រង់សូមទ្រង់ជួយខ្ញុំម្ចាស់ផងជួយខ្ញុំម្ចាស់ម្ដងទៀតទេព្រះមហាក្សីព្រះនាងម៉ាឈីងលុតជង្គង់មកខ្ញុំអត់នេះទោះខ្ញុំលុតជង្គង់ទៅវិញក៏វាមិនសមដែរខ្ញុំនិយាយតែពី3ម៉ាត់ប៉ុណ្ណោះនិយាយទៅការប៉ັດរឿងនេះមិនមែនជាកំហុសរបស់ម៉ាឈីងទេទ្រង់ដឹងហើយតាថានាងមានអារម្មណ៍ចំពោះទ្រង់នៅនាំនាងមកឋានលើទៀតខ្ញុំម្ចាស់ដឹងថាទ្រង់ធ្វើនេះគឺតបស្នងសងគុណឲ្យនាងមកពិចារណារឿងរៀបការហើយចាំត្រឡប់ទៅសមុទ្រខាងកើតវិញតែនាងមិនគិតអញ្ចឹងនោះទេនាងគិតថាទ្រង់ក៏មានបតីចំពោះនាងដែរទ្រង់ឲ្យនាងគិតយ៉ាងនេះហើយកុំដោះដៃអីធ្វើដូច្នេះដូចជាធ្វើបាបនាងខ្លាំងពេកហើយប៉ុន្តែពីដំបូងនាងមកឋានលើស៊ីអ៊ូធ្វើជាអ្នកបម្រើហេតុអីក៏ទ្រង់ជាសម្ដីរបស់មនុស្សស្រីលិចលង់នៅក្នុងសេចក្តីស្នេហាស្ដាប់ខ្ញុំណាឆាប់ត្រឡប់ទៅសមុទ្រខាងកើតវិញទៅគេជាមហាក្សត្រីរបស់យើងមហាក្សត្រីទៅមួយគត់នៅក្នុងរាជវាំងស៊ីអ៊ូបើនាងជាអ្នកនិយាយចឹងថៃនោះព្រះនាងគួរតែត្រឡប់ទៅសមុទ្រខាងកើតទេ